បាឡូននាងជាទីមេត្រីមរណភាពលោកបណ្ឌិតកែមលីធ្វើឲ្យរំជួលដួងចិត្តពលរដ្ឋខ្មែរគ្រប់វ័យគ្រប់ស្រទាប់វណ្ណៈរាប់តាំងពីមនុស្សសាមញ្ញធម្មតាព្រះភិក្ខុសង្ឃរហូតដល់អ្នកនយោបាយនិងមន្ត្រីរាជការផងក្រៅពីនេះសិល្បករទាំងអាជីពនិងទាំងអ្នកដែលមាននិស្ស័យសម្ដែងនិងតែងនិពន្ធទោះហ៊ានចេញមុខឬមិនហ៊ានចេញមុខក្តីនាំគ្នាសរសេរកំណាព្យនិងបទចម្រៀងឧទ្ទិសដល់លោកបាទជាបន្តទៅទៀតនេះសូមជូនចម្រៀងមួយបទមានចំណងជើងថាសូមលោកកើតជាខ្មែររហូតដែលជាស្នាដៃនិពន្ធរបស់អ្នកចម្រៀងអាជីពមួយរូបលោកខំប្រឹងប្រែងផលិតចម្រៀងនេះផ្ញើមកអាស៊ីសេរីដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតកែមលីបណ្ឌិតអើយលើហើយសុំឆ្លើយប្រាប់ខ្ញុំទឹកភ្នែកស្រក់ពួនយំសុំគុំឲ្យអ្នកទៅណាខ្ញុំឈឺចាប់ណាស់ពេលបាត់អ្នកពីលោកតាតើធ្វើយ៉ាងណាទើបឲ្យអ្នកវិលក្រឡប់ស្រណងអាឡងអាឡៃអ្នកណាគ្រប់ពាក្យសម្ដីចាំច្បាស់ឈឺណាស់ពេលលោកចាកទៅគិតក៏អប្រេហើយដូចចិត្តអ្នកខកខើដឹងទេយើងឈឺពេលឮបណ្ឌិតលីហើយអោខ្មែរអើយខ្មែរសូមអ្នកថែឈ្មោះកែមលីគ្រប់ពីសំដីស្ថិតក្នុងបេះដូងរហូតអោបណ្ឌិតអើយជាក្រោយកុំឲ្យរបូតសូមកើតជាខ្មែររហូតបណ្ឌិតកែមលីជួទឹកភ្នែកអ្នកបន្តដំណើរទៅទៀតទូកភ្លើងនោះចង់អៀតអោបទៀតលោកទាំងសងខឹងរូបកាយរបូតគេឈ្មោះអ្នកនៅញញឹមពូខ្មែររំពឹងវីរជនបណ្ឌិតកែមលីឈ្មោះកែមលីគ្រប់ពីសំដីស្ថិតក្នុងបេះដូងរហូតអោបណ្ឌិតអើយជាក្រោយកុំឲ្យរបូតសូមកើតជាខ្មែររហូតបណ្ឌិតកែមលីជួទឹកភ្នែកអ្នកបន្តដំណើរទៅទៀតទូកភ្លើងនោះចង់អៀតអោបទៀតលោកទាំងសងខឹងរូបកាយរបូតគេឈ្មោះអ្នកនៅញញឹមពូខ្មែររំពឹងវីរជនបណ្ឌិតកែមលី